ជំរាបសួស្តីសូមស្វាគមន៍អ្នកគ្នាមកកាន់វីដេអូ YouTube ដូចជា Facebook មួយរយៈកន្លងនេះគឺខ្ញុំដូចជារៀងមិនសូវបានធ្វើវីដេអូជាប់ទេបងប្អូនដោយសារតែយើងមានធរៈការងារខ្លះហើយនេះខ្ញុំមករលាក់ថ្មថ្មីបង្ហាញបងប្រុសដែលគាត់កំងហើយគាត់មើលពីស្ថានភាពសាច់ថ្មដែលថ្មវាជាប់សបកនៅច្រើនហើយនឹងថ្មដែលមិនជាប់សម្បកហើយការពិតខ្ញុំថតវីដេអូនេះខ្ញុំបាននិយាយនៅក្នុងវីដេអូនោះម្ដងហើយប៉ុន្តែគ្រាន់ថានេះខ្ញុំមកបញ្ចូលសំឡេងខ្ញុំចង់ឲ្យបងដែលម្ចាស់អីវ៉ាន់បងប្រុសដែលម្ចាស់អីវ៉ាន់នៅជប៉ុនដែលគាត់កំងអីវ៉ាន់ខ្ញុំហើយស្រុកណាគាត់ដូចជានៅណាទេពោធិ៍សាត់អីវ៉ាន់របស់គាត់ហ្នឹងគាត់បានផ្ញើលុយហ្នឹងរួចហើយគាត់ក៏បានផ្ញើតម្លៃផ្ញើម្ដងទៀតហើយមួយរយៈនេះខ្ញុំបាត់Telegram គាត់ក៏ដូចជា Facebook ដោយសារតែ Facebook page របស់ខ្ញុំគឺខូចបងប្អូនគេ disable បាត់ហើយខ្ញុំអត់អាចយកមកវិញបានទេខ្ញុំនៅតែ account Facebook ធម្មតាហើយចំណែក page របស់ខ្ញុំគឺខូចហើយបងប្រុសបានចូលមើលនៅក្នុង YouTube របស់ខ្ញុំសូមបងប្រុសមេត្តាតាក់ទងមកលេខ Telegram របស់ខ្ញុំ092 84 2988ដែលខ្ញុំដាក់នៅក្នុង caption វីដេអូនេះហើយ Facebook ខ្ញុំមានតែ Facebook ទេបងប្អូនដោយសារតែខ្ញុំនឹងដាក់link Facebook នៅក្នុង YouTube នេះតែម្ដងហើយថ្មនេះខ្ញុំធ្វើវីដេអូនេះបង្ហាញបងប្រុសម្នាក់ដែលគាត់កំងថ្មឲ្យខ្ញុំថតលម្អិតចែកគាត់មើលណាហើយខ្ញុំក៏បានឆ្លៀតពេលធ្វើវីដេអូនេះទៅហើយបងប្រុសដែលកំងដូចតែវីដេអូដែលខ្ញុំបង្ហាញហ្នឹងគឺថ្មកាលណាទៅវាជាប់សម្បកក្រាស់គឺបងប្អូនមើលពីខាងសាច់ខាងក្រៅអត់ដឹងទេហើយដោយឡែកនេះខ្ញុំមកដល់ផ្ទះពេលយប់ដល់អញ្ចឹងទៅខ្ញុំធ្វើវីដេអូទាំងយប់តែម្ដងឲ្យគាត់មើលណាអត់ដឹងថាគាត់បានចូលមើលនឹងអត់ទេនេះគាត់តាក់ទងមកតាម Telegram ខ្ញុំបានផ្ញើជូនគាត់ហើយអានេះសាច់វាជាប់សម្បកហ្មងជាប់សម្បកក្រាស់មានខ្លះជាប់សម្បកស្ដើងទៅយើងអាចបុកពលឺចូលទៅបើវាជាប់ក្រាស់ពេកក៏មិនអាចបុកពលឺចូលទៅអានេះពពួក Yellow Jasper ពណ៌ឈាមជ្រូកហើយយើងមានថ្មច្រើនអានេះពណ៌ខៀវប៉ុន្តែបុកពលឺចូលតិចមែនតើពណ៌ខៀវចាស់នេះពណ៌ខៀវរៀងចាស់វាទៅជាពណ៌ឡែចាស់វិញបុកពលឺចូលតិចហ្នឹងម្ដុំហ្នឹងប្រហែលចូល6 7គីឡូដែរហ្នឹងថ្មនេះថ្មីទេបងថ្មថ្មីជ្រើងទេបងទឹករលាក់ថ្មីតែងម្ដងអត់មានថ្មចាស់ទេអានេះពពួក fossil ប៉ុន្តែបែកបន្តិច fossil ឈើច្រើនហ្មងច្រើនថ្មច្រើនអាហ្នឹងខ្ញុំលុបចាក់សាបអស់ច្រើនណាខ្ញុំចាក់សាបគាត់ខ្ញុំចាក់សាបក្រុមផ្ទះចង់ចូលកន្លះតោនហ្នឹងហើយកន្លះតោននេះមួយតោនហ្នឹងចាក់សាបលុបដាក់រៀបថ្មបានចាក់សាបមកថ្មសាច់ខាងក្រៅគឺបែបនេះតែខាងក្នុងយើងបែកវាបែកទៅយើងនឹងឃើញស្ថានភាពថ្មតោះនេះអីស្អាតដែរបងម្ដុំអានេះពួកalgate ប៉ុន្តែជាប់សម្បកច្រើនដល់កាត់ប្រហែលជាអាចពណ៌សនេះពួក algate បើស្ដើងអីបុកពលឺទៅចូលស្អាតទេតែដល់ពេលវាក្រាស់ពេកបុកពលឺទៅអត់ស្អាតតែម្ដុំនេះស្អាតអស់ទាស់អែមសែនអែមស្នេហ៍ស្អាតសាច់វាសាច់ស្អាតបុកពលឺចូលទៅចេញពណ៌លឿងតែពេលយើងកាត់មកពណ៌វាពណ៌រៀងសព
ពណ៌វារាងបែកទឹកក្រូចខ្ចីបើស្ដើងដូចចេះអីបុកពលឺធានាមក 100% សាច់វារាងស្ដើងវាជាប់សបកដែរតែវាជាប់ស្ដើងយើងមើលទៅតែបុកពលឺទៅច្បាស់ចូលហើយណាចូលផ្លុកស្អាតមកវីដេអូខ្ញុំអត់មានអីច្រើនទេមានតែប៉ុណ្្នឹងហើយសូមអរគុណបងប្អូនដែលបានចូលទស្សនានៅក្នុងវីដេអូខ្ញុំហើយជាចុងក្រោយសូមបងប្អូនជួយ Subscribe ម្នាក់មួយផងព្រោះ Subscribe ចាំបានសារថ្មីបងប្អូនដោយសារតែមួយរយៈយើងមិនបានសូវបានធ្វើ YouTube អញ្ចឹងណាអរគុណច្រើនជម្រាបលាបាយបាយ